សួស្តីអ្នកទាំងអស់គ្នាចំពោះអេពីសូតទី2ហ្នឹងគឺចង់និយាយអំពី variable នៅក្នុងភាសា C programming អញ្ចឹងវាថាvariable នៅក្នុងភាសា C programming គឺជាកន្លែងមួយដែលយើងធ្វើការសារទុកទិន្នន័យដែលយើងយកទៅប្រើនិងអាចបដូរតម្លៃវាបានអញ្ចឹង variable ហ្នឹងវាប្រៀបដូចជាប្រអប់មួយដែលមានឈ្មោះហើយនៅខាងក្នុងហ្នឹងវាមានទិន្នន័យអញ្ចឹងកុំឲ្យខាតពេលយូរអញ្ចឹងចូលទៅអនុវត្តកូដមកអញ្ចឹងជាដំបូងដើម្បីជាចំណុចចាប់ផ្ដើមយើងត្រូវធ្វើការ include stdio ដែលជា library របស់ C programming អញ្ចឹងចំណុចបន្ទាប់គឺ initចាំចាប់ពីកន្លែងនេះមកគឺជាកន្លែងដែលកូដ C វាព្រាននៅតម្លៃដែលយើងបានបញ្ចូលចាំកន្លែងនេះសរសេរខុសinitចាំដំបូងយើងមកធ្វើការបញ្ចូលទិន្នន័យនៅលេខគួរចឹង n នោះវាជាប្រភេទ integer ដែលយើងអាចបញ្ចូលនៅប្រភេទទិន្នន័យលេខគួរតែបើយើងចង់បញ្ចូលទិន្នន័យនៅលេខទស្សភាគគឺយើងប្រើប្រភេទទិន្នន័យផ្សេងចឹងគាត់ថាខ្ញុំដាក់ lenស្មើនឹង21ហើយបន្ទាប់មកយើងធ្វើការបញ្ចប់វានៅដោយ semicolon បន្ទាប់មកទៀតគឺយើងប្រើប្រាស់ slot នោះគឺជាប្រភេទទិន្នន័យដែលសម្រាប់ផ្ទុកលេខទស្សភាគslot price ស្មើនឹង 2.5 check ហើយចំពោះលេខទស្សភាគមួយទៀតនោះគឺយើងប្រើប្រាស់ដបនឹងយើងផ្ទុកលេខទស្សភាគបានដូចគ្នាក៏ប៉ុន្តែតម្លៃវាធំជាង float បាទអរគុណបិទភាគអស់ចឹងបន្តទៀតមិនពួលចឹងkeyboard salary ចុចចឹងដាក់លេខធំចឹងដល់ចំណុចប្រភេទរ៉ែបន្តទៀតគឺយើងធ្វើឈ្មោះថាឆាហ្នឹងយើងបញ្ចូលអក្សរបានតែមួយតួទេថាឆា grade ស្មើនឹងចឹងយើងប្រើប្រាស់សញ្ញានេះដើម្បីទុកអក្សរយើងអាចប្រើប្រាស់សញ្ញា10ខួបបានទេយើងប្រើប្រាស់នៅ10ខួបបើថាយើងចង់ផ្ទុកតម្លៃដែលមានអក្សរច្រើនអញ្ចឹងយើងប្រើប្រាស់ string ឬក៏ arrayឆា name ចឹងអ្វីយើងប្រើខាងមុខនេះគឺជាសញ្ញា array យ៉ាវិញឃើញចឹងនេះគឺជាប្រភេទទិន្នន័យដែលបានបង្កើតហើយចំពោះយើងចង់ print វាจะបង្ហាញនៅលើ computer របស់យើងគឺយើងប្រើប្រាស់ print ចឹងដើម្បី print នៅប្រភេទ integer នេះគឺយើងប្រើប្រាស់
D ហើយយើងធ្វើការក្បៀសមួយមកដើម្បីហៅឈ្មោះ variable A ហើយបន្តមកកន្លែងហ្នឹងគឺខ្ញុំចង់យើងដាក់ /n មួយដើម្បីឲ្យវាចុះបន្ទាត់នៅជួរបន្ទាត់ទៀតចឹងខ្ញុំសរសេរ copy ចឹងដើម្បី print នៅ float នេះគឺយើងប្រើនៅ%f %f ចឹងដើម្បីលេខ2ហ្នឹងដើម្បីយើងយកខាងក្រោយតែពីរខ្ទង់ដែលលេខក្បៀសហ្នឹងចឹងកុំភ្លេចបាត់ចុចពីមុខផងចូលទៅព្រីតបលយើងប្រើប្រាស់ LD 100និង100 LD ដើម្បី print ហើយមក LD sorry LF យើងដាក់2ដូចគ្នាដើម្បីយកគាត់លើក្រោយទៅមុខលើក្បៀសតែ2ខ្ទង់ចឹងដើម្បី print នៅប្រភេទទិន្នន័យឆាយើងប្រើប្រាស់ %s sorry %c ចឹងដើម្បី print នៅប្រភេទ string ដែលមានអក្សរច្រើនហ្នឹងយើងប្រើប្រាស់ %s %c ក្រែប%s នេះយើងពិនិត្យមើលត្រូវអូខេ print សិនមើលអូខេចាញ់នេះគឺជា result ចឹងយ៉ាងប៉ុណ្ណឹងប្រការពីតដំបូងរៀងភ័យសូវត្រូវ Thank you